อยู่ๆមានមួយមកកាត់មាត់សក់ឈូបដេញម្នាក់អញ្ចឹងណាបងប្អូនទៅពេលយើងកាត់ហើយទៅឃើញថាសង្ហាអីសមអីចឹងទៅភ្ញៀវដតេគាត់ឃើញទៅគាត់ឃើញគាត់កាត់តាមអញ្ចឹងទៅបងប្អូនឥឡូវថាសបោអ្នកកាត់មាត់សក់ឈូបដេញអញ្ចឹងវិញហើយបងប្អូនលើកមុនអត់សូវសបោទេបងប្អូនសបោមួយបងប្អូនមានមួយបងប្អូនហ្នឹងហើយសបោតែមាត់សក់លងសងបុរាណជើងសក់ទៀបអីចឹងណាបងប្អូនហ្នឹងហើយសម្រាប់សិស្សសាលាសម្រាប់សក់ដែលអ្នកដែលស្រឡាញ់បែបសក់សុភាពអីចឹងណាបងប្អូនហ្នឹងហើយយើងកាត់សក់មុតលងសងឲ្យគាត់បងប្អូនឥឡូវឃើញថាសបោមាត់សក់ឈូបដេញវិញមកបងប្អូនហ្នឹងឃើញថាកាត់ម្នាក់អញ្ចឹងទៅឃើញថាឃើញសមឃើញថាសង្ហាឃើញវានឹងស្រឡះអញ្ចឹងទៅក៏មានភ្ញៀវគាត់មកកាត់តទៀតអញ្ចឹងណាបងប្អូនហ្នឹងដោយបងប្រុសម្នាក់នេះឃើញថាកាត់ហើយឃើញថាសមដោយសារតម្រង់គាត់ឃើញថាមូលល្អបងប្អូនកាត់ទៅសមតែម្ដងបងប្អូនហ្នឹងហើយម៉ូតសក់នេះផងដែរគឺយើងកាត់បានតែសម្រាប់តែអ្នកដែលមុខពេញទៅបងប្អូនអ្នកដែលផាត់កុំកាត់អីបងប្អូនដោយសារយើងកាត់ទៅវាអត់សូវសមអញ្ចឹងណាបងប្អូនហ្នឹងហើយវារើសមុខដែរអញ្ចឹងទៅបងប្អូនហ្នឹងតែមួយដែលគាត់កំងខ្ញុំកាត់ឃើញម៉ូតសក់នៅក្នុងវីដេអូក្នុង Facebook ឃើញអីទៅពួកតារាគេកាត់អញ្ចឹងឃើញថាសមអីតំណងអីចឹងទៅហើយយើងមើលសងដៃផងអញ្ចឹងថាយើងកាត់សមអត់ចឹងណាយើងមើលកញ្ចក់មើលហើយមើលឆ្វេងមើលស្ដាំយើងធាត់ទៅមើលយើងចាប់ផ្អៀងឡើងទៅមើលឲ្យថាបើថាជឿជាក់ហើយចាំយើងកំងឲ្យជាងកាត់ដោយសារកន្លែងខ្ញុំគឺខ្ញុំភាគច្រើនគឺខ្ញុំកាត់តាមភ្ញៀវគាត់កំងឲ្យយើងទៅបងប្អូនអញ្ចឹងទេខ្ញុំអត់ហ៊ានកាត់តាមអារម្មណ៍ខ្ញុំជាងទេបងប្អូនតែគ្រាន់ថាយើងឲ្យយោបល់តែអញ្ចឹងណាបងប្អូនបើថាយើងឲ្យយោបល់ហើយគាត់អត់ព្រមទៅគឺយើងកាត់តាមតម្រូវចិត្តដែលគាត់កំងនឹងទៅបងប្អូនហ្នឹងហើយសារដំបូងឡើងគឺខ្ញុំកាត់តាមខ្ញុំជាជាងដោយសារខ្ញុំមើលតម្រុកមកគាត់ថាខ្ញុំកាត់គូកាត់ម៉ូតអីសមសម្រាប់គាត់អីចឹងទៅដល់ពេលយើងកាត់ហើយទៅគាត់ទទួលយកបានគាត់ថាអត់ស្អាតជាមួយទៅហើយសម្រាប់មនុស្សចាស់យើងលើកខ្ពស់ពេកគាត់ថាដូចស្ទីលអញ្ចឹងទៅហើយសម្រាប់មនុស្សចាស់ខ្លះយើងលើកទៀបពេកគាត់ថាទៀបពេកហើយប៉ោងវាអត់សូវស្អាតឲ្យលើកខ្ពស់អញ្ចឹងទៅអញ្ចឹងមិនថាមនុស្សចាស់ខ្លះគឺគាត់ស្រឡាញ់បែបទៀបអ្នកចាស់ខ្លះគាត់ស្រឡាញ់បែបកដាលអ្នកចាស់ខ្លះគាត់ស្រឡាញ់បែបរបៀបដូច PM អញ្ចឹងណាបងប្អូនហ្នឹងហើយអញ្ចឹងទៅតាមអារម្មណ៍គាត់គឺខុសគ្នាមែនទែនតែម្ដងបងប្អូនហ្នឹងហើយចាស់ខ្លះទៅគាត់និយាយថាកាត់មកខ្លីដល់ពេលយើងកាត់ខ្លីហើយរបៀបដូចថាមុតសក់PM អញ្ចឹងហើយគាត់បន្តយើងទៀតគាត់ថាកាត់អីអញ្ចឹងកាត់មកខ្លីមិនមកខ្លីមិនមកខ្លីដូចថាសក់ PM អញ្ចឹងឯងមកខ្លីហ្នឹងគឺចង់និយាយគាត់មានន័យថាឲ្យយើងកាត់តិចអញ្ចឹងណាជាងសក់ដាប់តិចហ្នឹងអញ្ចឹងទេបានថាពិបាកអញ្ចឹងទៅយើងសួរគាត់ឲ្យច្បាស់ហ្នឹងហើយអញ្ចឹងទេភ្ញៀវដែលគាត់កំងជាងកាត់ហ្នឹងគឺគាត់មើលមុខខ្លួនឯងផងអញ្ចឹងថាយើងសមអត់កាត់ម៉ូតហ្នឹងឲ្យជាងគេកាត់ឲ្យអញ្ចឹងទៅបងប្អូនហ្នឹងហើយចឹងទៅកុំឲ្យចិត្តថាឃើញមុខគេស្អាតយើងកំងកាត់អញ្ចេះកាត់ចុះកាត់តាមដល់ពេលមុខយើងផាត់ឡើងមែនទែនដល់ពេលយើងកាត់ម៉ូតកើក៏អត់សមដែរបងប្អូនម៉ូតវឹកកើសម្រាប់តាអ្នកដែលថាមុខពេញអញ្ចឹងណាយើងកាត់មកឃើញថាម៉ូតថ្លែងតែម្ដងស្អាតមែនទែនហើយអ្នកផាត់យើងលើកតិចបានហើយបងប្អូនកុំឲ្យលើកខ្ពស់ពេកហ្នឹងហើយឥឡូវសមិទ្ធផលដែលយើងទទួលបានឃើញថារៀបរយហើយបងប្អូនឃើញថាស្រស់សង្ហាអញ្ចឹងបងប្អូនអ្នកឃើញហ៎វិចភ្លីឡើងមកអេមរបស់គាត់តែម្ដងបងប្អូនឃើញហ៎ឃើញថាកាត់ហើយឃើញថាអេមហ្មងបងប្អូនអានេះម៉ូតសក់ខ្ញុំហៅថាម៉ូតសក់ឈូបដេញអញ្ចឹងណាបងប្អូនហ្នឹងហើយចឹងទេមេហៅម៉ូតសក់អ្វីដែរបងប្អូនហ្នឹងចឹងទេបើខ្ញុំហៅម៉ូតសក់ខុសអីអធិស្ឋានផងហ្នឹងហើយជួយណែនាំមើលថាម៉ូតសក់គេដែរចឹងណាហ្នឹងហើយដោយសារកន្លែងខ្ញុំគឺខ្ញុំហៅថាម៉ូតសក់ឈូបដេញជើងខ្ពស់ចឹងហ្នឹងបងប្អូនហ្នឹងហើយពីមានជើងទៀបជើងកណ្ដាលជើងខ្ពស់អញ្ចឹងណាបងប្អូនតែខ្ញុំហៅជើងខ្ពស់បងប្អូនហ្នឹងហើយ